ស្រីមានប្រជ្រុយនៅ3កន្លែងនេះសំណាងដាច់គេបាតដៃបាតជើងមេជើងជាការពិតណាស់តាមជំនឿតគ្នានៅក្នុងសង្គមខ្មែរក៏ដូចជានៅក្នុងវប្បធម៌មួយចំនួនក្នុងតំបន់អាស៊ីគេតែងនិយាយតគ្នាថាប្រជ្រុយនៅលើកន្លែងណាមួយនៃដងខ្លួនអាចប្រាប់ពីសំណាងជោគវាសនាទ្រព្យសម្បត្តិនិងភាពសប្បាយសប្បាយជាដើមរបស់ម្ចាស់ខ្លួនការបកស្រាយនេះគឺជាផ្នែកមួយនៃជំនឿបុរាណវិទ្យានិងហោរាសាស្ត្រដែលតាក់ទងនឹងលក្ខណៈរូបរាងកាយជាឱកាសនេះយើងនឹងចែករំលែកពីប្រជ្រុយសំណាងទាំង3កន្លែងលើរាងកាយមនុស្សស្រីដែលគេជឿថាបង្ហាញថានាងជាមនុស្សមានសំណាងនិងនាំលាភដល់គ្រួសារទី1ប្រជ្រុយលើមេជើងក្នុងជំនឿទស្សន៍ទាយមេជើងតំណាងឲ្យបង្គោលសំខាន់ឬអ្នកដឹកនាំគ្រួសារស្ត្រីដែលមានប្រជ្រុយនៅលើមេជើងគេជឿថាជាមនុស្សដែលមានសំណាងខ្លាំងខាងហិរញ្ញវត្ថុនិងការរស់នៅល្អមានភាពបរិបូរណ៍បុគ្គលិកលក្ខណៈភាគច្រើនពួកគេជាមនុស្សឆ្លាតវៃមានភាពប៉ិនប្រសប់មានគុណសម្បត្តិជាអ្នកដឹកនាំនិងមានទំនួលខុសត្រូវខ្ពស់ពួកគេជាមនុស្សស្លូតបូតរួសរាយរាក់ទាក់និងចេះប្រើសម្ដីល្អដែលធ្វើឲ្យពួកគេទទួលបានការស្រឡាញ់ការគោរពនិងការគាំទ្រយ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួនលាភសំណាងមិនត្រឹមតែខ្លួនឯងមានសំណាងទេបើសិនជាមនុស្សស្រីដែលមានប្រជ្រុយនៅលើមេជើងគេជឿថាពេលរៀបការហើយនឹងនាំសំណាងដល់ស្វាមីព្រមទាំងនាំមកនូវទ្រព្យសម្បត្តិភាពជោគជ័យភាពរស់រវើកសុភមង្គលដល់ជីវិតអាពាហ៍ពិពាហ៍និងក្រុមគ្រួសារទាំងមូលទី2ប្រជ្រុយលើបាតជើងចាស់តែនិយាយថាអ្នកមានប្រជ្រុយលើបាតជើងតែមានសំណាងបានដើរលេងច្រើនអាចបានទៅដល់ទីឆ្ងាយបុគ្គលិកលក្ខណៈស្ត្រីដែលមានប្រជ្រុយលើបាតជើងត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានសុភមង្គលសុខភាពល្អនិងមានលាភទ្រព្យសម្បត្តិពេញមួយជីវិតពួកគេច្រើនមានឱកាសបានធ្វើដំណើរទៅកាន់ទីឆ្ងាយឬដើរលេងជុំវិញពិភពលោកទៀតផងលើសពីនេះពួកគេក៏ជាមនុស្សស្មោះត្រង់លេចធ្លោនៅកន្លែងធ្វើការព្រមទាំងជាកូនកតញ្ញូនិងជាមិត្តភក្តិល្អម្នាក់ផងដែរពួកគេមានទេពកោសល្យក្នុងភាពជាអ្នកដឹកនាំនិងសមត្ថភាពធ្វើការបានល្អលាភសំណាងដូច្នេះហើយពួកគេច្រើនទទួលបានភាពជោគជ័យក្នុងជីវិតនិងអាជីពការងារបើសិនបានរៀបការគេជឿថាអាចជួយស្វាមីនិងក្រុមគ្រួសារឲ្យរកស៊ីមានបាននិងមានលុយកាក់ហូរហៀទី3ប្រជ្រុយលើបាតដៃប្រជ្រុយនៅលើបាតដៃត្រូវបានគេទូទាយថាជាសញ្ញានៃភាពច្បាស់លាស់លាភសក្ការៈនិងទ្រព្យសម្បត្តិហូរហៀបុគ្គលិកលក្ខណៈពួកគេតែងតែទទួលបានការគាំទ្រនិងជំនួយពីមនុស្សជុំវិញខ្លួនជាច្រើនជាធម្មតាមនុស្សមានប្រជ្រុយនៅលើបាតដៃគឺជាមនុស្សឆ្លាតវៃពូកែខាងគិតគូរនិងការគ្រប់គ្រងហិរញ្ញវត្ថុព្រមទាំងចេះរៀបចំកិច្ចការក្នុងគ្រួសារបានយ៉ាងល្អគេជឿថាកាលណាវ័យកាន់តែចាស់ពួកគេកាន់តែជោគជ័យនិងកាន់តែមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបើនិយាយពីស្នេហាវិញពួកគេមានភាពទាក់ទាញខ្លាំងដោយសារតែពួកគេទទួលបានការចាប់អារម្មណ៍ពីមនុស្សភេទផ្ទុយច្រើនហើយជីវិតគូក៏មានភាពកក់ក្ដៅនិងសុភមង្គលផងដែរជាការពិតណាស់ការបកស្រាយអំពីប្រជ្រុយខាងលើនេះគឺផ្អែកលើជំនឿប្រពៃណីនិងទស្សនវិជ្ជាបុរាណប៉ុណ្ណោះជោគវាសនាពិតប្រាកដរបស់មនុស្សម្នាក់គឺអាស្រ័យលើការខិតខំប្រឹងប្រែងគំនិតនិងទង្វើល្អរបស់ខ្លួនឯងទៅវិញទេតើប្រិយមិត្តទាំងអស់គ្នាមាននៅប្រជ្រុយទាំង3កន្លែងនេះដែរឬទេសូមចែករំលែកមតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូដើម្បីឲ្យយើងបានដឹងពីចំណាប់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត